Ôi thằng ngựa đó. Thằng ngựa đó bà ơi. អាយតែឃើញមីខ្មុំណាទុំនៅលើដើមកយើខ្ញុំមិនຕົកទេខ្ញុំដឹងតែកាត់ទាំងបង្កងហើយឆើតថ្ងៃនេះកាត់ខ្មុំទាំងបង្កងយកសាច់របស់វាហូបជំនួសបាយល្ងាចរាល់ខ្មុំដែលទុំលើដើមកយើខ្ញុំចូលចិត្តកាត់ទាំងបង្កងដោយសារតែខ្ញុំមិនចូលចិត្តខ្មុំដែលទុំលើដើមកយើនឹងឯងបងប្អូនខ្ញុំចង់កាត់ទាំងបង្កងកុំឲ្យវានៅលើដើមកយើទៀតឆោមដៃដល់ហើយឡើងធំប៉ុណ្ណាណៃនេះអូយចំណែកសាច់វិញបងប្អូននៅឡើងខ្ចីល្អខ្លាំងមែនតើនេះអូយបងប្អូនទាំងអស់គ្នាធ្លាប់តែទស្សនាវីដេអូរបស់ខ្ញុំកន្លងមកធ្លាប់ឃើញក្រុមរបស់ខ្ញុំក៏ដូចជាខ្ញុំប្រមាញ់ឃ្មុំនៅតាមដើមឈើធំខ្ពស់ហើយបើសិនជាឃ្មុំនឹងទាបកម្ពស់យ៉ាងតិចក៏7ទៅ10ម៉ែត្រដែរប៉ុន្តែនៅក្នុងវីដេអូនេះខ្ញុំចង់ប្រាប់ទៅកាន់បងប្អូនទាំងអស់គ្នាថាមួយសបុកដែលខ្ញុំកំពុងតែរកឃើញនេះគឺទៀបខ្លាំងមែនតើបងប្អូនទាំងអស់គ្នាទៀបសឹងថាជិតដល់ដីមិនត្រឹមតែទៀបហើយវាធំប្រភេទឃ្មុំចាអូយចង់និយាយថាឥឡូវនេះខ្ញុំកំពុងតែរៀបចំត្រៀមយកឃ្មុំមកសបុកហ្នឹងហើយបងប្អូនទាំងអស់គ្នាហើយអើយលើកនេះខ្ញុំកាត់តាំងបកងបណ្ដោយខ្ញុំដាក់រណ្ដាបើជំនឿណាធ្លាប់ទៅរកឃ្មុំព្រៃចែនៅតាមព្រៃគឺវាទុំនៅលើដើមឈើធំខ្ពស់នៅតំបន់ព្រៃក្រាស់នៅលើភ្នំតែថ្ងៃនេះខ្ញុំទៅលេងចំការកយើស្រាប់តែជួបឃ្មុំមកសបុកវាទុំនៅលើដើមកយើបងប្អូនថ្ងៃនេះខ្ញុំយកឃ្មុំប្រារណាបងអីជំនឿណាហើយសម្រាប់ផ្លូវដែលយើងរកទៅប្រមាញ់ឃ្មុំនៅលើដើមកយើហ្នឹងគឺយើងរកនៅតាមព្រៃសុបទ្រប់រៀងស្ដុកបន្តិចបងប្អូនផ្លូវចូលនិយាយពីថាស្ដុកបងប្អូនណាដើមឈើតូចវាដុះក្បែរហ្នឹងយើងត្រូវរកលបបើយើងរកទៅកន្លែងស្លាស់ខ្លាចវាផ្អើលវាធំក្លិនផ្សែងអញ្ចឹងហើយវិធីដែលល្អបំផុតក្នុងការប្រមាញ់វាគឺយើងរកកន្លែងផ្លូវស្ដុកនេះបងប្អូនវាទុំនៅលើដើមកយើមកសបុកឡើងប៉ុណ្ណាណៃបងប្អូនធំមែនតើហ្មងទៅដល់គ្រាន់តែវាធំក្លិនផ្សែងវាបែកសម្បុកយកគ្នាតែម្ដងចំណែកឲ្យមេរបស់វាវិញមានឡាបពណ៌លឿងហើយទំហំធំមែនតែនយោយមេឡើងធំដើមឈើខ្ពស់ធំនៅលើតំបន់ព្រៃក្រាស់វាមិនទៅនៅហើយមិននៅលើដើមកយើនេះឃ្មុំព្រៃចែមកសបុកនេះអែមទាំងទឹកអែមទាំងសាច់ហ្មងល្អអើយល្អអូបងប្អូនឲ្យមើលសាច់របស់គេឡងសស្គោះខ្ចីញ៉ាញ់តែម្ដងខ្ញុំមិនចូលចិត្តទេឃ្មុំណាដែលទុំនៅលើដើមកយើខ្ញុំកាត់ទាំងបង្កងហើយអូយបងប្អូនទាំងអស់គ្នាអើយមកសបុកនេះឆោមដៃដល់ហើយឡើងធំប៉ុណ្ណាណៃនេះអូយចំណែកសាច់វិញបងប្អូននៅឡើងខ្ចីល្អខ្លាំងមែនតើនេះអូយល្មមអាំងហូបបងប្អូនគុំចង់ចង់ណាស់អើយជួយកំទុយជួយយេរើកាមេរ៉ាផងបងថាពីមកអើយផ្លាច់មកសុខមកអូយទងណាបងប្អូនអើយខ្លាចសម្រាប់
ពីប្រមាញ់ខ្មុំរួចរាល់ជាស្ថាពរហើយឃើញថាទាំងក្បាលទឹកទាំងសាច់គឺមិននៅទីនេះតែម្ដងហើយខ្ញុំក៏ដេកយករឹងអង្គុយគិតថានេះអូយក្បាលទឹកក៏ល្អហើយចំណែកសាច់របស់វាវិញកូនសននៅខ្ចីលក្ខណៈនៅតកៅអានឹងហូបឆ្ងាញ់ខ្ទេហ្មងតែមីខ្ញុំនេះបានសាច់ខ្មុំល្អយ៉ាងនេះហើយក៏អង្គុយពិបាកចិត្តពិបាករន់ណាស់គឺថាមិនដឹងតែយកទៅធ្វើជាម្ហូបអីឲ្យឆ្ងាញ់ណោះខ្ញុំអង្គុយគិតហើយគិតទៀតមិនដឹងតែយកធ្វើអីនេះចង់ឡោមកជូរគ្រឿងបន្តិចឆាក្តៅបន្តិចយកញ័របន្តិចភ្លៀនបន្តិចអូយគិតចុះគិតឡើងមិនដឹងធ្វើអីទេនេះអត់មិនអត់បងប្អូនខ្ញុំយកវាទៅបញ្យួរក្បែរផ្ទះបងដង្ខៅយើងមកចាត់ការរឿងក្បាលទឹករបស់វាសិនមកមើលដុំក្បាលទឹករបស់វាវិញថាល្អសែនល្អបងប្អូននេះគេចាប់ផ្ដើមបិទកបោចិត្តឯណាប៉ុន្តែយើងទៅប្រមាញ់កាត់មុខគេចឹងទៅអត់បានបិទចិត្តបដ ாய் ក្នុងឆ្នាំ2026នេះសម្រាប់បងប្អូនដែលចូលចិត្តទទួលទានទឹកឃ្មុំហើយចង់បានទឹកឃ្មុំទាំងនៅដុំក្បាលទឹកល្អបែបនេះបងប្អូនអាចកំងពីខ្ញុំបានណាព្រោះថាឆ្នាំនេះគឺខ្ញុំបើកលក់ពេញទំហឹងតែម្ដងសម្រាប់ដុំក្បាលទឹកខ្ញុំនឹងរក្សាដុំក្បាលទឹកឲ្យនៅល្អជូនបងប្អូនច្រេះចាំទៅញ៉ាំទៅវ៉ាវឈ្ងុយខ្លាំងមែនតើហ្មងណានេះអូយឈ្ងុយខ្មុំអាំងបែបអ្នកជនបទខ្ញុំអត់ហូបបាយទេបងប្អូនទាំងអស់គ្នាហូបខ្មុំអាំងសុទ្ធត្មងនេះខ្មុំអាំងទៅអាំងបែបទៅអាំងរួចមាញ់ឆ្អិនបងប្អូនក្តៅហុយនេះខ្មុំអាំងបែបអ្នកជនបទចាអូយអលាក់មាត់ឆ្ងាញ់កូនប៉ុណ្ណឹងឆ្ងាញ់អូជាតិមែនតើបងប្អូនទាំងអស់គ្នាហឹលខ្ញុំដាក់ម្ទេសខៀវកូនខ្មុំនៅប៉ុណ្ណឹងអាំងជាតិឆ្ងាញ់ខ្លាំងមែនតើបងប្អូនក្តៅញ៉ាំច្រើនអត់កាទេញ៉ាំតិចកមុនខ្មុំជាប់ភ្នំដូចកូនតកៅអូជាតិខ្លាំងមែនតើមក
Đu thông giang na cái đó nhầm ban được tích tê vội bị cái đau rồi dân bạ có mấy prai pe chứ băng bồn có mấy đất pe bạ ru chít ba em lòm ba em prai lòm á chung anh na hộp tật tem bạch nhầm mũi bay của chung anh chít khăng hay chạy được bài chừng